នេះដើមឈើដើមជ្រៃក្រួយផ្ទះខ្ញុំលើហ្នឹងប្តីឲ្យប្រពន្ធសម្រាប់ចិត្តថាកាប់ដើមឈើនេះហើយថតទុកអនុស្សាវរីយ៍នេះជាងអ្នកកាប់ដើមឈើ ready to កាប់ដើមឈើហើយដើមឈើខ្ញុំដើមជ្រៃជ្រៃក្រឹមហើយមានកន្លែងអង្គុយលេងហើយមានលើហើយស្ដាយណាស់តែធ្វើម៉េចចេញមកចេញសៀកខោអញ្ចឹងគេnakកាត់ឈើស្លៀកនេះក៏ដោយនេះឡើងទៅលើឡើងស្ដារទៅលើឡើងទៅលើឃើញខ្លះមើលហើយមើលស្ដាយហ៎ហើយកាត់ចោលតិចទៀតកាប់ចោលហ្នឹងទាំងអស់ហើយកាប់មើលស្ដាយមើលសូហ្វាមើលកាប់ទាំងអស់ហ្នឹងចោលសូហ្វាក្រែនៅកន្លែងហ្នឹង tree house ហ្នឹងត្រូវលុះពុះចោលទាំងអស់បោកឡាយក្រោយទៅចោលនេះបាំងតិចស្រួលតែអត់មានណាមកលេងមកអង្គុយកូនធំហើយចាម៉ែវាចាក់កូនវាធំហើយនេះទៅលើឆ្លៅចដាគាត់ធ្វើគាត់មានចដាដូច like tree house ចឹងណាចដាមានកន្លែងអង្គុយលេងមានអីតិចស្រួលនៅលើនឹងដើមឈើច្រើនណាតិចស្រួលទៅលើមានលើឡៅទៀតហើយលើឡៅអូនឡើងទៅលើមាននិយាយទៅដើមជ្រៃវាធំសាខាល្អតិចស្រួលតែគ្រាន់ថាអត់ចូលចិត្តត្រង់វាមានឫសច្រើនដាំតំណាំអីអត់បានទេវាស៊ីតំណាំអស់ហើយនឹងស្លឹកហ្នឹងវាជ្រុះច្រើនពេកហើយដល់អញ្ចឹងទៅសម្រាប់ចិត្តថានឹងកាប់វាចោលព្រោះក្រងនឹងធ្វើផ្ទះនៅខាងក្រោយពេលខ្ញុំធ្វើផ្ទះក្រោយចាំខ្ញុំថតឲ្យមើលទៀតខ្ញុំថតម្ដងមួយអញ្ចឹងណាแล้วកំពុងតែសុំច្បាប់គេហើយឡើងទៅលើមួយជាន់ទៀតអានេះខាងក្រោមណាអត់ដឹងនេះវាទៅអង្គុយលេងមកល្មមតិចស្រួលខាងលើយើងឡើងអានេះមកលើនៅជាន់ទី2នៅលើតែអត់ដែរបានបោះទេសិតតែស្លឹកឈើនេះស្លឹកឈើធ្លាក់ច្រើនណានៅនេះមើលបើដាក់កាទេដាក់អីអង្គុយលេងទៅតិចខែក្តៅក៏នៅតែតិចហូអាវពាក់ហ្មងតលាយស្រួលបងប្អូនអើយតែគាត់ថាវាពិបាករឿងធ្លាក់ស្លឹកច្រើនណាមែកវាក៏ស្អាតដែរជ្រៃក្រឹមน้ำធំហើយអត់អាចកាប់ភ្លាមបានភ្លាមទេកាប់ម្ដងបន្តិចព្រោះកាប់ភ្លាមជួលគេមកកាប់អស់ច្រើនណាយ៉ាងហោចណាស់ថា 3000 4000 ដឹងគ្រាន់តែយកទៅបោះចោលតោះអញ្ចឹងសំលុយឲ្យប្តីកាប់ម្ដងពី3ម៉ែត្រដាក់ចោលធុងសម្រាមប្រហែលជា2ខែ3ខែដឹងមិនកាត់ហើយម្ដងហ្នឹងណាប្តីចាប់ដើមហើយចាប់ដើមតម្លាក់ហើយតម្លាក់មួយម្ដងម្ដងអរគុណច្រើនចាំថ្ងៃក្រោយថតឲ្យមើលទៀតនេះពីខាងលើទៅកៅអីអង្គុយស្អាតណាស់តិចស្រួលដបូទេហ่ะកាប់ចឹងទៅឃើញដបូទេខ្លះហើយ
នេះបងប្អូនកាប់បានប៉ុណ្នេះហើយតិចទៀតប្តីអ្នកកាប់ពីលើតិចទៀតប្រពន្ធចូលកច្រាមប្តីឲ្យប្រពន្ធចូលកច្រាមវាដាក់ចូលធុងសម្រាមប៉ុណ្ណឹងបានអញ្ចឹងដឹងបងប៉ុណ្ណឹងបានមកកធុងឲ្យដឹងបងនិយាយទៅធុងសម្រាមមកទឹកបោះចោលមួយសាតែអញ្ចឹងមកទឹកគាត់កាប់មកកធុងពីកធុងសុំអ្នកចិត្តខាងសុំកធុងអ្នកចិត្តខាងយកមកដាក់មកត្រូវកាត់មកពីកធុង3កធុងនឹងឯងកាត់តែប៉ុណ្្នឹងសិនណាបងចាកាត់មកអស់តម្លាក់មកហៀវនឹងអស់មកចា for this week បងnext week យើងកាប់ម្សាទៀតចាមកដំបងថាមិនកាប់ទេដល់អង្គុយគិតយូរទៅអូយខ្ជិលបោះស្លឹកឈើណាកាប់វាក៏កាប់ទៅហើយចាំធ្វើស្អីឲ្យវាត្រជាក់វិញទៅហើយណាមួយចង់ដាំអីក៏ដាំមកកើតដែរដើមឈើធ្លាក់មកដល់ក្រោមឥឡូវត្រូវកាប់វាដាក់ចូលក្នុងកធុងនេះមើលតែដើមឈើទាំងអស់ហ្នឹងកាប់ទៅបានមកកធុងហ្នឹងអត់បានទេច្រើនប៉អូលើបាន2កធុងឯងប្តីថា3កធុងមិនដឹងអ្វីផងឥឡូវកាប់មកទឹតម្ដងហើយនេះកធុងចាំមើលទៅផ្ទះអ្នកជិតខាងទៅសុំកធុងគេយកមកដាក់កាប់ម្ដងមកមេធំម្ដងមកអូនអត់បានចិត្តទៅឲ្យងត់ទៅបងអូយមកធំទៅឯងចាឥឡូវទៅកាប់ចោលទៅនេះណាក្រំបងប្អូនមិនផ្លាយទេណាអូម៉ែក្តានអ៊ុយមកគាត់ងាប់កូនចាបអូនបាត់អត់ទេសបុកចាស់អូសបុកចាស់ហ៎អូមានសបុកចាបប៉ុន្តែចាបហៅហើយអស់ហើយកូនហើយអស់ហើយពេលថតទៀតចាអូបែអូនេះណាតចោលណាមើលខ្លួនឯងទៅនេះគឺនឹងHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
luôn ai máu cái lại thò ra cái số thì cho làm sút máu mẹ lá nghe phun giờ làm sụt mà tiền lá sút cả trong sân trong cái chi lối khác cái chi cái giác lá cặpเลยtrongแต่ผมเขาไม่บ้านตกไหน sút cả khói อ๋อ ไปเลยไปเลยไอ้ยิงตกต้องไปพักไหนเนี่ยมาเฮ้ต้องทะลักมาได้ในนั้นchỗ mà nó cắt nó nói thế nào vậy nhỉ? Ủa, nó bỏ ông cặp là khăn Chẳng, cắt nó nhá. Mẹ không mang nào được chả Cắt hơi cái gì nó cắt lọc. Phải ăn tay không? Cắt vô hả? Mấy giờ mà làm cái túi cho ăn ở đây là làm không á chạm cái chút tết đã không đã xong họ bán chở này sao cái chạm cái chút tết mình đã bán chở bây giờ bây giờ mình phải đã mình phải cháo Không nó mà lại cắt món cắt năng sở nè. cắt hết ống mà nè tôi đã ôn này nè
បងប្អូនលើកាប់ហើយអស់ហើយរៀបស្មើអស់ហើយអ្នកកាប់ហត់ណាស់អស់កម្លាំងហើយអង្គុយលេងទូរស័ព្ទអស់កម្លាំងហើយអូថាខ្លួនឯងអូអត់អស់ទេនៅមានកម្លាំងកាប់ទៀតឥឡូវហ្នឹងតិចទៀតបើវិញដាក់មកកធុងពេញហើយឥឡូវហ្នឹងត្រូវការតែខ្ចីកធុងរបស់អ្នកនៅចិត្តខាងចាំមើលគេឲ្យដាក់អត់បើគេឲ្យដាក់អស់មកកធុងហ្នឹងទៀតហើយចាំដល់ចាំមកទឹកពីកធុងកាត់បានមកទឹកម្ដងព្រោះបើចាកាប់ព្រោះថ្ងៃច័ន្ទគេយកសម្រាប់ចាក់ចោលយើងអត់ចង់ចំណាយលុយជួលអត់ចង់ចំណាយលុយជួលត្រាំពើគេខលដែរបងអាដាំសម្រាប់គេចោលសម្រាប់គេដាក់ចោលសម្រាប់ចោលស្លឹកឈើចោលអីធំតែហ្នឹងវាអស់លុយច្រើនដល់អញ្ចឹងទៅសំលុយដើម្បីកាត់ខ្លួនឯងមួយអាទិត្យកាត់ម្ដងចោលម្ដងរាល់ថ្ងៃច័ន្ទគេយកមកយកសម្រាប់ចោលអញ្ចឹងណាគេចាំច័ន្ទអាទិត្យក្រោយចាំថតវីដេអូបន្តភាគឲ្យមើលទៀតចាចាអត់អីអាហ្នឹងចាំពេលក្រោយចាំនិយាយទៀតឥឡូវនិយាយឆ្ងាយតិចទៀតបឹងហ្នឹងក៏លុបចោលដែរធ្វើថ្មីឡើងវិញចាអរគុណច្រើនចង់ដឹងចង់អីគេចង់ដឹងតើកាប់ដើមឈើយ៉ាងម៉េចទៀតជួយ subscribe ជួយ like គេនឹងខ្ញុំធ្វើវីដេអូបន្តទៀតខ្ចីគេបានទេអូឥឡូវអ្នកចិត្តខាងគេថាគេឲ្យបន្តិចទៀតចាំទៅយកគេអត់ដឹងថាយើងចង់យកឥឡូវហ្នឹងចាដឹងតើជ្រៃក្រំគេចាំបន្តភាគទី2បន្តទៀតនៅថ្ងៃអាទិត្យក្រោយវីដេអូក្រោយអរគុណ